ចាអរគុណព្រះអង្គអត្ថន័យនៃពាក្យថាការអត់ឱននាំមកនៅសេរីភាពចាគឺនៅក្នុងបទគម្ពីរអេពីសូតចំពុក4ខ32ចាខ្ញុំនឹងអានជូនចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទន់សន្តោសហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរការដែលយើងអត់ឱនដល់គ្នាទៅវិញទៅមកក្នុងព្រះបន្ទូលព្រះអង្គនៅខនេះបានបង្រៀនយើងឲ្យយើងមានចិត្តល្អមានមេត្តាករុណាចំពោះគ្នាអត់ឱនឲ្យគ្នាដោយដែលព្រះបានអត់ឱនឲ្យយើងរាល់គ្នាដោយសារព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសគត់ជំនួសយើងដែលយើងជាមនុស្សដែលពោពេញទៅដោយអំពើបាបតែព្រះអង្គបានទទួលរងគ្រប់ទាំងអំពើបាបដែលយើងបានប្រព្រឹត្តរំលងដែលមិនគួរបានរួចខ្លួនប៉ុន្តែទ្រង់បានរងការនោះជំនួសយើងអស់ហើយដូច្នេះការអត់ឱនមិនមែនងាយស្រួលនោះទេប៉ុន្តែការដែលយើងកាន់ទុកការខឹងខុសគឺវាធ្ងន់ជាងនឹងទៅទៀតព្រះបានអត់ឱនឲ្យយើងទាំងស្រុងតាមរយៈព្រះគ្រីស្ទពេលយើងអត់ឱនយើងមិនមែនលើកលែងការឈឺចាប់ទេប៉ុន្តែយើងដោះលែងចិត្តខ្លួនឯងទៅកាន់សន្តិភាពរបស់ព្រះវិញចាអរគុណព្រះអង្គចាខ្ញុំនឹងអាននៅព្រះគម្ពីរអេពីសូតចំពុក4ខ12អេពីសូតចំពុក4ខ12